បងបើសិនជាយើងចង់ធ្វើដំណើរពីកម្រងយើងទៅពលានហោះថ្មីយើងធ្វើដំណើរតាមណាហើយត្រូវចំណាយពេលរយៈពេលប៉ុន្មានអូសម្រាប់ពីបរិយាផានទៅពលានហោះថ្មីចំណាយតែជាង10នាទីអូនអញ្ចឹងតាបងជួលឯងទៅហ្មងអូខេអូនអញ្ចឹងមិញចេញពីកម្រងរបស់យើងមកហ្នឹងដល់មុខផ្សារភ័យជ្រៃអូននេះបាត់ស្ដាំដៃមកគឺមកត្រង់រហូតមកដល់វងមូគួរស្រូវនិយាយទៅចិត្តមែនតើហើយដល់ផ្លូវ8ជា4ហ្នឹងអូនឯងវងមកខាងឆ្វេងដៃតាមវងមូហ្នឹងមកហើយធ្វើការមកត្រង់រហូតនិយាយទៅជីទៅត្រង់រហូតបងអត់មានបាត់តាណាហើយអូនឯងដូចបានឃើញអញ្ចឹងណាគឺទីតាំងនៅតំបន់កម្រងរបស់យើងផ្ទាល់ហ្មងគឺសក្តានុពលខ្លាំងមែនតើពួកអីមានមនុស្សរស់នៅជុំវិញហ្នឹងគឺពេញអស់ហើយអត់ស្ងាត់អត់អីទេហើយដឹងអត់ថាទីតាំងកម្រងរបស់យើងគឺមានសាលារៀនជាច្រើនដូចជា Belty មានអីជាច្រើនទៀតចាបងហ្នឹងអូនឥឡូវយើងមកត្រង់មកអូនឃើញអត់ឃើញឥឡូវហ្នឹងមកដល់ទីតាំងស្ពានអាកាសភ្លួសម្ដេចបវរធម្មដីណាអូខេបងអញ្ចឹងយើងត្រូវទៅណាទៀតឥឡូវយើងមកដល់ស្ពានហ្នឹងគឺយើងបាត់ស្ដាំដៃបាត់មកស្ដាំដៃមកត្រង់រហូតនិយាយទៅគឺស្រួលជីមែនតើសម្រាប់ទីតាំងនៅហ្នឹងណាយើងមកត្រង់រហូតមកទីទៀតអូនឃើញឯពលានថ្មីណាចុះបងកន្លែងសុំ8ជា4នេះផ្លូវគេដែរបងស្តុបហ្នឹងគឺគេហៅថាផ្លូវក្បាត់ក្រុងទី3ហើយណៃមកដល់ស្តុបហ្នឹងកំបាត់ទៅណាទាំងអស់គឺទៅត្រង់ទៀតតាមមហាវិថីសម្ដេចតេជោហ៊ុនសែនហ្នឹងទៅត្រង់តាមបន្តិចទៀតដល់ពលានហោះថ្មីឯងអូឥឡូវយើងមកដល់ហើយហ្នឹងបងលឿនមែនតើហ្នឹងអូននិយាយទៅជីពីកម្រងរបស់យើងគឺតែជាង10នាទីដូចបងប្រាប់ខ្លួនឯងអញ្ចឹងអត់មានកុហកអីអញ្ចឹងមកចុះទៅមើលឲ្យបងលេងតាមតាក៏ទៅលឿនណាបងយើងមកដល់ពលានបានហ្នឹងហើយអូនឥឡូវហ្នឹងយើងជីពីកម្រងរបស់យើងមកដូចបងនិយាយទៅតែជាង10នាទីឥឡូវហ្នឹងមកដល់នៅមុខខ្លោងទ្វារចូលអាកាសយានដ្ឋានសម្ដេចតេជោឯងអញ្ចឹងបើសិនជាបងចង់ធ្វើដំណើរពីកម្រងខាងប្អូននៅបរិយាលាផាមកពលានណាត្រឹមតែ2-10នាទីឯងហើយគៀកមែនតើបងដែលធ្វើការនៅពលានចង់ទិញផ្ទះនៅបរិយាលាផាអីអាចសាកសួរព័ត៌មានបន្ថែមបានពួកខ្ញុំទាំងពីរនាក់អរគុណបងដែលទស្សនាវីដេអូនេះដល់ចប់អរគុណ